សួស្តីប្រិយមិត្តទាំងអស់គ្នាបន្ទាប់ពីការផ្ទេរដល់ភ្នាក់ផ្អើលពី Premier League ទៅកាន់ទឹកដីអាល្លឺម៉ង់ Michael Olise មិនត្រឹមតែក្លាយជាកម្លាំងសំខាន់របស់ Bayern Munich ប៉ុណ្ណោះទេប៉ុន្តែគេក៏បានបោះជំហានចូលទៅក្នុងបញ្ជីកីឡាករដែលមានចំណូលខ្ពស់បំផុតម្នាក់ផងដែរតើការផ្លាស់ប្ដូរទៅកាន់ក្លឹបយក្សនៅអឺរ៉ុបមួយនេះបានធ្វើឲ្យទ្រព្យសម្បត្តិរបស់គេកើនឡើងដល់កម្រិតណាថ្ងៃនេះយើងនឹងមកវះកាត់មើលតួលេខចំណូលនិងជីវិតហិរសូររបស់ Olise ក្នុងឆ្នាំ2026ទាំងអស់គ្នាការផ្ទេរពី Crystal Palace ទៅកាន់ Bayern Munich ក្នុងតម្លៃខ្លួនប្រហែល$60 លានកាលពីឆ្នាំ2024គឺជាចំណុចរបត់ហិរញ្ញវត្ថុដ៏ធំបំផុតរបស់ Olise នៅ Bayern Munich គេទទួលបានប្រាក់ពលកម្មប្រហែល$13 លានក្នុងមួយឆ្នាំឬប្រហែល$25,000ក្នុងមួយសប្តាហ៍តួលេខនេះគឺខ្ពស់ជាងការគេនៅអង់គ្លេសដល់ទៅជិត3ដងក្រៅពីប្រាក់ខែគោលគេនៅមានប្រាក់បន្ថែមពីការស៊ុតបញ្ចូលទីការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមនិងការឈ្នះពានរង្វាន់ផ្សេងៗដែលធ្វើឲ្យចំណូលសរុបរបស់គេហក់ឡើងដល់ទៅជិត$15 លានក្នុងមួយរដូវកាលគិតត្រឹមពាក់កណ្ដាលឆ្នាំ2026នេះទ្រព្យសម្បត្តិសរុបរបស់ Michael Olise ត្រូវបានគេប៉ាន់ស្មានថាមានចន្លោះប្រហែលពី35ទៅ$45 លានជាមួយនឹងទម្រង់លេងដ៏លេចធ្លោ Olise បានក្លាយជាមុខមាត់ថ្មីរបស់ក្រុមហ៊ុន Nike ដែលផ្ដល់ចំណូលឲ្យគេរាប់លាន$ក្នុងមួយឆ្នាំក្រៅពីនេះគេក៏មានកិច្ចសន្យាជាមួយក្រុមហ៊ុន PSG និងម៉ូដសម្លៀកបំពាក់ល្បីៗនៅអឺរ៉ុបផងដែរ Olise បានវិនិយោគលើ Villa តទំនើបមួយនៅទីក្រុង Munich តម្លៃជិត$6 លានដែលមានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពនិងបច្ចេកវិទ្យាចុងក្រោយបង្អស់ដើម្បីផ្ដល់ភាពឯកជនខ្ពស់បំផុតទោះបីជា Olise ជាមនុស្សដែលមិនសូវចូលចិត្តបង្អួតទ្រព្យសម្បត្តិប៉ុន្តែសម្ភារៈដែលគេប្រើប្រាស់សុទ្ធតែលំដាប់ខ្ពស់គេមានបណ្ដុំរថយន្តដែលមានតម្លៃសរុបជាង$2 លានរួមមាន Mercedes AMG G63 ពណ៌ខ្មៅរលើបរលោងនិង Audi RS7 ដែលជាឡានល្បឿនលឿនសម្រាប់ធ្វើដំណើរទៅវឹកហាត់ Olise ត្រូវបានគេឃើញពាក់នាឡិកាដៃម៉ាក Patek Philippe និង Audemars Piguet ដែលជានិមិត្តរូបនៃភាពជោគជ័យនិងភាពស៊ីវិល័យរបស់មហាសេដ្ឋីវ័យក្មេងពីក្មេងប្រុសម្នាក់ដែលធ្លាប់ត្រូវបានគេបោះបង់ចោល Michael Olise បានបង្ហាញឲ្យឃើញថាទេពកោសល្យនិងការខិតខំអាចនាំមកនូវអ្វីៗគ្រប់យ៉ាងទាំងកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិគិតត្រឹមវ័យ24ឆ្នាំគេមានអ្វីៗគ្រប់យ៉ាងដែលមនុស្សជាច្រើនស្រមៃចង់បានចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះជោគជ័យដ៏លឿនរហ័សរបស់ Olise កុំភ្លេចបញ្ចេញមតិនិងចុច follow ដើម្បីទទួលបានវីដេអូថ្មីៗពីជីវិតតារាបាល់ទាត់ល្បីៗជុំវិញពិភពលោកសូមអរគុណ